អាការៈមួយចំនួនដែលបង្ហាញថាបងប្អូនស្ត្រីកំពុងតែឆ្លងជំងឺកាមរោគចាមុននឹងអ្នកគ្រូប្រាប់បងប្អូនអំពីអាការៈឆ្លងនៅបញ្ហាកាមរោគអ្នកគ្រូចង់មកជម្រាបជូនបងប្អូនបន្តិចសិនពាក់ព័ន្ធជាមួយនឹងតើកាមរោគមានជាប្រភេទជំងឺអ្វីខ្លះសម្រាប់កាមរោគវាមានទាំងប្រភេទជំងឺស្វាយប្រមេទឹកបាយប្រមេទឹកថ្លាសេកមាន់ចាហើយនឹងពាក់ព័ន្ធជាមួយនឹងជំងឺផ្សេងទៀតចាដោយសារអ្នកគ្រូមានពេលវេលាខ្លីរៀបរាប់ប្រាប់បងប្អូនទាំងអស់គ្នាគឺមិនអស់ទេចាអាការៈទី1ដែលបង្ហាញថាបងប្អូនកំពុងតែឆ្លងកាមរោគគឺបងប្អូនមានការដោះសាច់លក្ខណៈបែបកទួលឬក៏លក្ខណៈបែបដូចជាផ្កាខាត់ណាចានៅបរិវេណទ្វីមាសបងប្អូននៅខាងក្រៅលាយឡំជាមួយបងប្អូនមានការរមាស់នៅបរិវេណហ្នឹងផងដែរចាសម្រាប់ឯអាការៈទី2វិញគឺបងប្អូនស្ត្រីមានការឈឺចុកចាប់អំឡុងពេលដែលយើងរស់នៅជាមួយដៃគូចាព្រោះពេលដែលបងប្អូនឆ្លងកាមរោគចាការរស់នៅជាមួយដៃគូបងប្អូនមានអារម្មណ៍ថាក្តៅក្នុងរស់នៅមួយគ្នាចេះតែកាហាចេះតែផ្សាចឹងទៅចាចំណែកឯអាការៈទី3គឺបងប្អូនមានការធ្លាក់សោកខកប្រក្តីសន្តាននៃការធ្លាក់សគឺមានការប្រែប្រួលគ្រប់សន្តានសម្រាប់អ្នកដែលឆ្លងកាមរោគគឺបងប្អូនអាចធ្លាក់មកបែបសល្អក់ៗដូចជាទឹកបាយខាប់ដូចជាម្សៅឆាដូចជាកតិកដាស់ទៅទឹកចាបងប្អូនអាចធ្លាក់មកលក្ខណៈបែបពណ៌លឿងលាយជាមួយនឹងពណ៌បៃតងផងដែរហើយចំណែកឯរោគសញ្ញាចុងក្រោយដែលបង្ហាញថាបងប្អូនកំពុងតែកើតមានជាការឆ្លងកាមរោគនេះគឺបងប្អូនទាំងអស់គ្នាអាចថាពេលដែលយើងមករដូវប្រចាំខែមកអត់ល្អពិសាមកតិចមានការឈឺចុកចាប់សម្រាប់ឈាមរដូវមកពណ៌ក្រហមកម្ៅចាកកដុំផងដែរអញ្ចឹងអ្នកគ្រូសង្ឃឹមថាសម្រាប់បងប្អូនស្ត្រីដែលកំពុងតែមានរោគសញ្ញាមួយចំនួនដោយអ្នកគ្រូជំរាបរៀបរាប់ប្រាប់ខាងលើនេះបងប្អូនគួរតែរហ័សនៅក្នុងការដោះស្រាយចាព្រោះបញ្ហារបស់បងប្អូនបើសិនជាបងប្អូនទៅកាន់តែយូរវាអាចវិវត្តឈានចូលដល់កម្រិតកាន់តែធ្ងន់ពិបាកនៅក្នុងការដោះស្រាយផងដែរអញ្ចឹងចំពោះថ្ងៃនេះនាងខ្ញុំអ្នកគ្រូវិណាក៏សូមអញ្ជើញរំលែកជូនបងប្អូនទាំងអស់គ្នាត្រឹមតែប៉ុណ្នេះដោយសារតែអ្នកគ្រូមានពេលវេលាខ្លីហើយសង្ឃឹមថាបងប្អូនចូលរួមតាមដានពាក់ព័ន្ធជាមួយនឹងសុខភាពរោគស្ត្រីទាំងអស់គ្នាហើយបើសិនជាមានជាចម្ងល់អាចធ្វើការប្រឹក្សាយោបល់ជាមួយអ្នកគ្រូផ្ទាល់បានចាអរគុណច្រើនជម្រាបលា